ngày đằng thếពេលខ្លះអ្វីដែលធ្វើយើងហត់បំផុតមិនមែនជាការងារដែលយើងធ្វើទេតែវាគឺជាសំឡេងដែលនៅជុំវិញខ្លួនយើងសំឡេងនៃការដណ្ដើមគ្នាត្រូវសំឡេងនៃរឿងដ្រាម៉ាដែលមិនចេះចប់និងសំឡេងនៃការប្រៀបធៀបដែលបំពុលចិត្តយើងរាល់ថ្ងៃសពថ្ងៃយើងរស់ក្នុងពិភពមួយដែលចូលចិត្តមើលរឿងអ្នកដទៃជាងមើលជីវិតខ្លួនឯងយើងវិញញ៉ៃរឿងខុសត្រូវរបស់អ្នកដទៃដូចជាសង្គ្រាមទាំងដែលក្នុងកាបូបលុយយើងកំពុងតែមានបញ្ហាឬបេះដូងយើងកំពុងតែត្រូវការសម្រាលយើងចំណាយធម៌ពលខួរក្បាលទៅលើរឿងដែលស្អែកឡើងវានឹងក្លាយជាសម្រាមព័ត៌មានបាត់ទៅហើយតើវាមានតម្លៃសម្រាប់អ្នកដែរឬទេដើម្បីរស់នៅឲ្យរឹងមាំក្នុងស្ថានភាពបែបនេះអ្នកត្រូវរៀនសិល្បៈមួយនោះគឺសិល្បៈនៃការមិនខ្វល់កុំឲ្យតម្លៃលើអ្វីដែលមិនផ្ដល់តម្លៃឲ្យអ្នកបើព័ត៌មាននោះមិនបានធ្វើអ្នកចំណេញចំណេះដឹងឬលុយកាក់ទេចូលដល់ចិត្តផ្ដោតលើការកសាងសមត្ថភាពជំនួយការខ្វល់រឿងគេស្រឡាញ់គ្នាត្រូវឲ្យលុយចាយឬអត់ចូលខ្វល់តើថ្ងៃនេះយើងបានពង្រឹងសមត្ថភាពរកលុយឲ្យខ្លួនឯងហើយឬនៅការពីសន្តិភាពផ្លូវចិត្តតែរបស់អ្នកអាចរញ៉េរញ៉ៃបានតែចិត្តរបស់អ្នកត្រូវតែមានសណ្ដាប់ធ្នាប់កុំឲ្យពិភពលោកដ៏រញ៉េរញ៉ៃនេះប្លន់យកភាពស្ងប់ស្ងាត់របស់អ្នកទៅបានអ្នកមិនចាំបាច់ត្រូវតែល្អគ្រប់គ្រាន់ក្នុងភ្នែកអ្នកដទៃទេអ្នកគ្រាន់តែត្រូវរឹងមាំដើម្បីខ្លួនឯងនិងមនុស្សដែលអ្នកស្រឡាញ់ក៏គ្រប់គ្រាន់បាត់ទៅហើយឈប់បំពុលខ្លួនឯងហើយចាប់ផ្ដើមដកដង្ហើមដើម្បីជីវិតពិតរបស់អ្នកវិញធ្លាប់អត់ហត់ខ្លាំងទាំងដែលមិនទាន់បានធ្វើអ្វីសោះហត់មិនមែនដោយសារការងារតែហត់ដោយសារសម្លេងរញ៉េរញ៉ៃនៅជុំវិញខ្លួនសម័យនេះដ្រាម៉ាមានតម្លៃជាងការពិតយើងចំណាយពេលវែងនិយាយរឿងអ្នកដទៃរហូតភ្លេចមើលថាជីវិតខ្លួនឯងកំពុងត្រូវការការជួសជុលកុំឲ្យសង្គមដែលរញ៉េរញ៉ៃប្រាប់ថាអ្នកជាមនុស្សអន់ភាពស្ងប់ស្ងាត់របស់អ្នកមិនមែនជាភាពទន់ជ្រាយទេតែវាគឺជាអាវុធដែលរឹងមាំបំផុតតើអ្នកចង់ក្លាយជាម្ចាស់លើជីវិតខ្លួនឯងឬចង់រស់នៅក្រោមស្រមោលមតិរបស់អ្នកដទៃបើហត់នឹងភាពបំពុលដល់ពេលដែលត្រូវឃ្លានចិត្តខ្លួនឯងហើយមានរឿងមួយដែលសង្គមមិនដែលប្រាប់អ្នកនោះអ្នកមិនចាំបាច់ដឹងគ្រប់រឿងដើម្បីមានសេចក្តីសុខនោះទេនេះគឺជាវិធីរស់នៅឲ្យរឹងមាំក្នុងពិភពដ៏រញ៉េរញ៉ៃ